បរោះវ័យក្មេងម្នាក់ពេលទៅបន្ទប់ទឹកស្រាប់តែបានឮសំឡេងចម្លែកមកពីខាងក្នុងគាត់ឈប់កោងខ្លួនមើលចូលទៅហាក់ដូចជាមាននរណាម្នាក់កំពុងស្នើរៀបការដោយចង់មើលរឿងអស់សំណើចគាត់មិនគិតច្រើនក៏រុញទ្វារចូលទៅមើលភ្លាមប៉ុន្តែអ្វីដែលឃើញវិញគឺជាអ្នកគ្រប់គ្រងនិងជំនួយការតូចម្នាក់ស្លៀកពាក់មិនសមរម្យការដែលគាត់ចូលមកបំផ្លាញរឿងល្អបណ្ដាលឲ្យអ្នកគ្រប់គ្រងខឹងខ្លាំងហើយវាយគាត់មួយដប់ឲ្យក្បាលទៅបុកលើថ្មមិនគិតថាវាធ្វើឲ្យអាក្រក់ទៅវិញទេតែបែរជាคล้ายជាសំណាងពេលឈាមគាត់ប៉ះលើថ្មនោះស្រាប់តែបញ្ចេញពន្លឺមាសពេលបរិះវ័យក្មេងឈរឡើងវិញគាត់ស្រាប់តែទទួលបានក៏ភ្នែកមេឃអាចសម្គាល់តម្លៃវត្ថុគ្រប់យ៉ាងសម្លៀកបំពាក់ធម្មតារបស់អ្នកគ្រប់គ្រងនាឡិកា Rolex ខ្សែក្រវ៉ាត់លុបតម្លៃទាំងអស់បង្ហាញច្បាស់នៅចំពោះភ្នែកគាត់ត្រឹមពេលនោះដែរស្ត្រីម្ចាស់ក្រុមហ៊ុននិងស្ត្រីចាស់របស់នាងកំពុងលេងភ្នាល់ធ្មេញយ៉ាងតឹងតែងអ្នកកាត់ធ្មេញម្នាក់ព្រោះកាត់ខុសពីរដងស្រាប់តែបាត់បង់ជីវិតព្រោះច្បាប់របស់ពួកគេគឺអ្នកចាញ់ត្រូវបាត់បង់អំណាចលើអណ្ដូងថ្មភីគីមខាងបានកាត់បានថ្មល្អកម្រិតខ្ពស់តម្លៃ3លានស្ត្រីម្ចាស់ក្រុមហ៊ុននៅសល់ត្រឹមតែ3ឱកាសបើមិនអាចកាត់បានល្អជាងនេះនាងនឹងចាញ់ភ្លាមនាងបានហៅអ្នកកាត់ធ្មេញម្នាក់ទៀតបន្ទាប់ពីមើលមួយជុំអ្នកនោះជ្រើសយកធ្មេញមួយដុំដែលស្បែកខាងក្រៅលេចសាច់ល្អបរោះវ័យក្មេងបើកគូភ្នែកមេឃគឺមើលវិញឃើញថាវាគ្រាន់តែជាថ្មធម្មតាគាត់ស្រែកបញ្ឈប់ភ្លាមហើយនិយាយថានេះគ្រាន់តែជាថ្មសម្រាមប៉ុន្តែគាត់គ្រាន់តែជាកម្មករតូចមិនមានអ្នកណាស្ដាប់ទេទោះជាយ៉ាងណាការហ៊ាននិយាយនេះបានតាក់ទាញចំណាប់អារម្មណ៍ស្ត្រីម្ចាស់ក្រុមហ៊ុននាងសួរគាត់ថាអ្នកប្រកាសទេថ្មនេះមិនមានអីកាត់ចេញបានត្រឹម500-600នាងនៅតែសង្ស័យប៉ុន្តែលទ្ធផលកាត់ចេញមែនជាដូចដែលបុរសវ័យក្មេងនិយាយពិតទាំងអស់នៅទីនោះភ្ញាក់ផ្អើលខ្លាំងហើយស្ត្រីម្ចាស់ក្រុមហ៊ុនក៏ចាប់អារម្មណ៍លើគាត់នេះធ្វើឲ្យអ្នកកាត់ធ្មេញខ្មាស់មុខខ្លាំងមិនព្រមទេគាត់ចង់យកមុខវិញហើយជ្រើសធ្មេញមួយដុំទៀតនៅសល់តែពីរឱកាសស្ត្រីម្ចាស់ក្រុមហ៊ុនក៏សួរបុរសវ័យក្មេងថាធ្មេញនេះវិញយ៉ាងម៉េចគាត់ឆ្លើយថាល្អជាងមុនបន្តិចប៉ុន្តែគ្រាន់តែជាថ្មប្រេងខៀវតម្លៃប្រហែល 20,000 ជាងប៉ុណ្ណោះឃើញថាបុរសវ័យក្មេងប៉ះពាល់អាជីពរបស់ខ្លួនអ្នកកាត់ធ្មេញខឹងខ្លាំងហ៊ានភ្នាល់ថាប្រសិនបើធ្មេញនេះចេញជាធ្មេញធំនឹងកាត់អណ្ដាតបុរសវ័យក្មេងចោលប៉ុន្តែបើបុរសវ័យក្មេងនិយាយត្រូវគាត់នឹងកាត់ដៃទាំងពីររបស់ខ្លួនហើយលែងចូលក្នុងវិស័យនេះលទ្ធផលកាត់ចេញមែនជាត្រូវពិតដូចដែលបុរសវ័យក្មេងនិយាយពេលនេះស្ត្រីម្ចាស់ក្រុមហ៊ុនជឿទាំងស្រុងហើយទុកឱកាសចុងក្រោយឲ្យបុរសវ័យក្មេងជ្រើសគាត់ក៏ដាក់លក្ខខណ្ឌថាបើឈ្នះត្រូវដោះលែងឲ្យគាត់ត្រឡប់ផ្ទះព្រោះគាត់ត្រូវបានអតីតមិត្តស្រីលួចមកធ្វើកម្មករអណ្ដូងថ្មសូម្បីតែក្រពះក៏ត្រូវយកចេញមួយផងដែរប៉ុន្តែបើចាញ់គាត់ត្រូវស្លាប់ដោយសារទេពីរដងមុនគាត់មានទំនុកចិត្តខ្លាំងគាត់បើកភ្នែកមេឃជ្រើសថ្មដែលមានតម្លៃខ្ពស់បំផុតប៉ុន្តែកាត់ដំបូងមិនឃើញអ្វីសោះស្ថានភាពគ្រោះថ្នាក់ភ្លាមដើម្បីសង្គ្រោះជីវិតគាត់គូសខ្សែឲ្យកាត់បន្តតែសូម្បីកាត់ម្ដងទៀតក៏នៅតែមិនឃើញអ្វីនៅសល់តែផ្នែកកណ្ដាលមិនទាន់កាត់ស្ត្រីម្ចាស់ក្រុមហ៊ុនខឹងខ្លាំងដាក់កាំភ្លើងទៅលើក្បាលគាត់នៅពេលជីវិតជិតបញ្ចប់ស្រាប់តែមានសំឡេងស្រែកឡើងចេញហើយថ្មធំខ្លាំងបុរសវ័យក្មេងទើបដកដង្ហើមធំមួយបន្ទាប់ពីពិនិត្យនេះជាថ្មជាតិបៃតងកម្ពស់កម្រិតជែងយ៉ាងល្វីតម្លៃជាង700,000ចុងក្រោយស្ត្រីម្ចាស់ក្រុមហ៊ុនឈ្នះការភ្នាល់ថ្មលើកនេះដោយគ្មានការសង្ស័យឡើយ